รับเรื่องราวរបស់ Erling Haaland ប្រិមត្តបានសួរខ្ញុំច្រើនតាក់ទងជាមួយនឹង Real Madrid ទិញ Erling Haaland បាទបើទោះជា Real Madrid ទិញ Erling Haaland នៅពេលនេះក៏តានតឹងដែរអ្វីដែល Real Madrid ត្រូវស្ដារនោះទី1គឺរកតំបន់បម្រើដើម្បីឲ្យមានភាពល្អប្រសើរជាងនឹងទី1ទី2ខ្សែប្រយុទ្ធស្លាប់ស្ដាំមកដល់ពេលនេះ Real Madrid អត់មានខ្សែប្រយុទ្ធស្លាប់ស្ដាំដែលគេហៅថាខ្លាំងនោះទេមានតែ Vinicius ទេហើយ Vinicius មកដល់ពេលនេះគឺកំពុងតែមានការអោនភាពទៅទៀតបាទអញ្ចឹងប្រសិនបើយក Erling Haaland ទៅលេងកណ្ដាល Mbappé លេងណាអូខេ Mbappé លេងជំនួសតំណែងរបស់ Vinicius ប៉ុន្តែសួរថាតើ Mbappé ព្រមប្រគល់បាល់ឲ្យទៅកាន់ Haaland ដែរទេបាទគាត់ក៏ជាខ្សែប្រយុទ្ធដែរអញ្ចឹងក៏មានភាពតានតឹងដូចគ្នាការទិញ Erling Haaland ទៅកាន់ Real Madrid មិនប្រកាសថាចំណេញទេប្រិមិត្តវាអាចនឹងខាតចូលដើមក៏ថាបានដែរបាទអ្វីដែល Real Madrid ព្រមចាំបាច់បច្ចុប្បន្នគឺដូចខ្ញុំនិយាយមុននឹងចឹងណាបាទគឺតំបន់ស្លាបប្រយុទ្ធស្ដាំមែនអត់មានស្លាបប្រយុទ្ធស្ដាំបាទលេងឲ្យតែ Vinicius រហូតហើយ Rodrigo នោះចង់លេងឆ្វេងដែរហើយ Mbappé នេះជ្រុលទៅឆ្វេងដែរអញ្ចឹងមិនបាទបានអ្នកណាប្រយុទ្ធបានអ្នកណាបោះបាទបើនិយាយអញ្ចឹងបាទហើយតំបន់បម្រើវិញបច្ចុប្បន្នក៏មានការខ្វះខាតបាទ Bellingham គឺគាត់លេងតំបន់បម្រើមែនតែគាត់បម្រើប្រយុទ្ធបាទយូរទៅ Bellingham ហ្នឹងសឹងតែខ្លាចតែជាប្រយុទ្ធទៅហើយបាទអូសបាល់ចូលសុទ្ធទៅហើយបាទអញ្ចឹងសម្រាប់បំរើពេញតួមកដល់ពេលនេះកំពុងមានការខ្វះខាតមែនតើណាបាទសម្រាប់ Real Madrid នៅតំបន់ការពារទៀតសោតបាទត្បិតតែទិញមកច្រើនប៉ុន្តែនៅតែមានខ្វះខាតតែ Keras ខ្ញុំមើលទៅល្អហើយបាទ Keras ស្លាប់ការពារឆ្វេងណាប៉ុន្តែ Real Madrid នៅតែងាប់តំបន់ស្លាប់ការពារស្ដាំហ្នឹងបាទមករបួសមកឈឺមករបួសមកឈឺបាទអញ្ចឹងវាជាចំណុចមួយដែលអវិជ្ជមានមួយដែរបាទសម្រាប់ Real Madrid បាទអញ្ចឹងខ្ញុំគិតថាការទិញ Haaland ទៅមិនប្រកាសថា 100% ទេបាទมันល្អខ្លាំងនោះទេបាទបាទហើយបាទដូចណារ៉ាសក្តាលើកឡើងដែរបាទសម្រាប់ Erling Haaland នៅ Man City គូល្អហើយយ៉ាងណាមិញសម្រាប់ Manchester City ក៏បានបន្តកុងត្រាជាមួយនឹង Haaland នោះគឺកប់សេរីទៅហើយបាទប្រិមិត្តបាទកប់សេរីហើយបាទដូច2030ឯនោះបាទហើយតម្លៃផ្ដាច់កុងត្រានោះគឺកប់សេរីបាទអញ្ចឹងសួរថាតើ Real Madrid ហ៊ានដាច់ចិត្តទិញទេបាទគឺពិបាកហើយបាទប្រិមិត្តពិបាកហើយយក Haaland ទៅក៏មិនជាណាដែរបាទសេដ្ឋីមិនលួចទេបាទហ្នឹងហើយបាទខ្ញុំបានជម្រាបជូនប្រិមិត្តហើយបាទច័ន្ទរិទ្ធច័ន្ទណាតបាទហើយកតោមស្រែបាទសួស្ដីកតោមស្រែបាទអូយអត់បានសួស្ដីបាទប្រិមិត្តពេលខ្លះអត់បានតបខមមិនអត់បានសួស្ដីត្រឡប់ទៅវិញបាទច័ន្ទតែអភ័យទោសណាបាទព្រោះដល់ទៅពេលនិយាយហើយគឺជក់ទៅហើយបាទសេរីរឹបបាទស្ដីបាទទិញវីទីញ៉ាបាទបាទសារទិញវីទីញ៉ាទៅក៏គ្រាន់បើដែរបាទសម្រាប់ Real Madrid អញ្ចឹងណាបាទប៉ុន្តែបើអានេះគ្រាន់តែវាអ្វីដែលខ្ញុំបានមើលឃើញ Real Madrid កំពុងខ្វះខាតហើយប្រិមិត្តក៏គិតមើលត្រឡប់ទៅវិញពេល Real Madrid កំពុងខ្លាំងសួរថាអ្នកណាខ្លះបាទ Toni Kroos ផង Luka Modric ផងបាទហើយសម្រាប់ស្លាប់ឆ្វេងក៏មានស្លាប់ស្ដាំក៏មានហើយ Karim Benzema ប្រយុទ្ធកដាលចំទៀតអញ្ចឹងវាមើលទៅគឺអែមមែនតើហ្មងបាទត្បិតតែវាមានភាពរោគរ៉ាក់ខ្លះប៉ុន្តែមើលទៅការប្រយុទ្ធរបស់គាត់គឺមានភាពមុតស្រួចហើយមកដល់ពេលឥឡូវមាន Mbappé ផងមាន Vinicius ផងប៉ុន្តែបាត់ស្លាប់ស្ដាំបាទ Rodrigo នោះគឺគាត់អត់សូវពេញចិត្តអត់សូវសប្បាយជាមួយនឹង role ដែលគាត់លេងហើយដល់អញ្ចឹងទៅដាក់ Mustantino គាត់លេងបានល្អហើយលបឿនបានប៉ុន្តែដល់ពេលបញ្ចប់ទីគាត់បញ្ចប់អត់ចេញណែហ្នឹងវាទៅវាបញ្ហាអញ្ចឹងណាបាទជឿនចនមកស្អីបាទ Bellingham Vitinha មួយណាជួយក្រុមបានច្រើនជាងខ្ញុំគិតថាសម្រាប់ Vitinha ល្អជាងបាទ Vitinha ល្អជាងកលេចទៅមើលការលេងរបស់ Bellingham ទី1មៀតគាត់ធំបាទអញ្ចឹងបើសិនជាគាត់ទៅធ្វើខ្សែប្រយុទ្ធកដាលហ្មងមើលទៅដូចល្អជាងសម្រាប់ Vitinha គឺជួយបានច្រើនមែនតើប្រសិនបើគាត់តាំងខ្លួនឯងគឺអ្នកបម្រើគឺគាត់បម្រើពេញហ្មងបើសិនជាប្រយុទ្ធគឺមានន័យថានៅពេលណាដែលមានឱកាសទៅគាត់ប្រយុទ្ធហើយសម្រាប់ការបញ្ជូនបាល់គាត់គឺមានភាពល្អប្រសើរខ្លាំងបើសិនជាយើងប្រៀបធៀបមួយ Bellingham មិនមែន Bellingham អន់ទេបាទប៉ុន្តែសម្រាប់ Bellingham មើលទៅគឺគាត់ចូលជាបម្រើប្រយុទ្ធពេកដល់អញ្ចឹងទៅវាធ្វើឲ្យតំបន់បម្រើរបស់គាត់ហ្នឹងគឺមានការថមថយណាហើយអញ្ចឹងបើយើងប្រៀបធៀប Toni Kroos ធៀបជាមួយ Luka Modric គឺអត់ទេបាទដូចគ្នាទេបាទសម្រាប់ Luka Modric បាទបម្រើប្រយុទ្ធបម្រើការពារបាត់លើហើយ Toni Kroos ហ្នឹងឆ្កឹះមួយឲ្យហ្នឹងដូចព្យុះអញ្ចឹងហើយប្រអប់ជើងខាងក្រៅរបស់ Luka Modric ប្រិមិត្តដឹងស្រាប់ហើយបាច់ដូចចាប់ដាក់អញ្ចឹងណែចំណុចហ្នឹងគឺជាចំណុចមួយដែលខ្សែបម្រើល្អណាបាទឥឡូវ Real Madrid មានខ្សែបម្រើណាទៀតប្រិមិត្តឃើញហើយ Bellingham ថាទិញគាត់មកបម្រើគាត់មិនបម្រើណាចង់ចូលប្រយុទ្ធហ្នឹងអញ្ចឹងបើប្រៀបធៀបគាត់ទាំងពីរនាក់ខ្ញុំគិតថាសម្រាប់ Vitinha គឺគាត់ជួយបានច្រើនជាងបាទជួយបានច្រើនជាងបើប្រៀបធៀបជាមួយនឹង Bellingham បាទ